កម្ពុជាយករឿងថៃបំផ្លាញប្រាសាទព្រះវិហារប្រាប់អន្តរជាតិនៃសន្និសីទពិភពលោក UNESCO ក្រុងបាសេឡូណាក្នុងពេលដែលប្រាង្គប្រាសាទព្រះវិហារកំពុងរងគ្រោះព្រោះការវាយប្រហារដោយអាវុធធុនធ្ងន់និងអាវុធខុសច្បាប់អន្តរជាតិលោកសួយ៉ារ៉ាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC ក្នុងនាមជាស្ថាប័នដៃគូនៃអង្គការ UNESCO ចាត់ទុកថាជាសោកនាដកម្មរបស់ពិភពលោកព្រោះទង្វើនេះជាការបំផ្លាញប្រវត្តិសាស្ត្រមនុស្សជាតិតាមរយៈដំណើរដឹកនាំគណៈប្រតិភូ ICAP ACC ចូលរួមសន្និសីទពិភពលោក UNESCO ស្ដីពីគោលនយោបាយវប្បធម៌និងការអភិវឌ្ឍប្រកបដោយចីរភាព Mondicol 2025រៀបចំឡើងនៅទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញចាប់ពីថ្ងៃទី29កញ្ញាដល់ថ្ងៃទី1តុលាឆ្នាំ2025លោកស៊ូយ៉ារ៉ាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC បានថ្លែងក្នុងកិច្ចពិភាក្សាស្ដីអំពីវប្បធម៌និងសន្តិភាពដោយលើកឡើងថាវប្បធម៌ដើរតួនាទីយ៉ាងសំខាន់ជាស្ពានទើបតសហគមន៍និងជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពប្រកបដោយចីរភាពលោកថែមទាំងពន្យល់ថាវប្បធម៌មិនគួរត្រូវបានប្រើប្រាស់ជាអាវុធទេតែវប្បធម៌ជាមធ្យោបាយដើម្បីដោះស្រាយបញ្ហាឬគល់នៃចំនួនការបង្រួបបង្រួមនិងការផ្សះផ្សាយក្នុងន័យនេះលោកអះអាងថាបេតិកភណ្ឌវប្បធម៌ជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងអស់គ្នាដូច្នេះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌មិនមែនគ្រាន់តែជាការបាត់បង់សម្រាប់ប្រទេសជាតិណាមួយនោះឡើយប៉ុន្តែជាសោកនាដកម្មរបស់ពិភពលោកព្រោះគឺជាការបំផ្លាញប្រវត្តិសាស្ត្រមនុស្សជាតិថ្លែងទៅកាន់គណៈប្រតិភូមកពីជាង150ប្រទេសប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកជាតុល្ហែកនច្បាស់ថាដោយក្នុងករណីប្រាសាទព្រះវិហារទោះបីជាសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅឆ្នាំ1962និងឆ្នាំ2013បានទទួលស្គាល់ថាប្រាសាទនេះនៅក្នុងដែនអធិបតេយ្យកម្ពុជាហើយត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោកនៅក្នុងកិច្ចប្រជុំទី32នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO នាថ្ងៃទី7ខែកក្កដាឆ្នាំ2008នៅទីក្រុង Quebec ប្រទេសកាណាដាប៉ុន្តែដោយសារជម្លោះព្រំដែនកម្ពុជាថៃដែលទើបផ្ទុះឡើងសារជាថ្មីក្នុងខែកក្កដាឆ្នាំ2025ប្រាសាទព្រះវិហារនៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្កោមជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិផងដែរចំពោះបញ្ហាដែលកំពុងកើតមាននេះក្រុមប្រឹក្សាវប្បធម៌អាស៊ីទទូចឲ្យមានការគាំទ្រជាអន្តរជាតិការពង្រឹងយន្តការតំបន់ដូចជាអាស៊ានអង្គការសហប្រជាជាតិនិងស្ថាប័នពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិជាពិសេសអង្គការ UNESCO ដែលត្រូវដើរតួនាទីយ៉ាងសំខាន់និងកាន់តាសកម្មដើម្បីលើកតម្នូវតម្លៃនៃច្បាប់អន្តរជាតិនិងលើកទឹកចិត្តឲ្យមានដំណោះស្រាយដោយសន្តិភាពក្នុងការទប់ស្កាត់សោកនាដកម្មលើសម្បត្តិបេតិកភណ្ឌវប្បធម៌ឲ្យបានទាន់ពេលវេលាជាពិសេសក្នុងបរិបទភូមិសាស្ត្រនយោបាយដ៏ភ័យខ្សោយនៅពេលបច្ចុប្បន្នខណៈពេលកិច្ចសហប្រតិបត្តិការពិភពលោកក្នុងវិស័យវប្បធម៌និងសន្តិភាពគឺមានភាពបន្ទាន់ជាងពេលណាទៅឡើយសូមរំលឹកថាតាមរបាយការណ៍បន្ថែមរបស់អាជ្ញាធរព្រះវិហារត្រឹមថ្ងៃទី14សីហាសង្គ្រាម5ថ្ងៃក្នុងខែកក្កដាថៃបានបោកការវាយប្រហារទម្លាក់គ្រាប់និងបាញ់ផ្លង់ប៉ះពាល់បាក់បែកប្រាសាទព្រះវិហាររហូតដល់125កន្លែងប្រូ2025